បាទសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាបាទខ្ញុំទីថៃសុជាតិ Learning បាទវីដេអូនេះគឺខ្ញុំមកបង្ហាញពីរបៀបក្នុងការ print ធ្វើម៉េចកុំឲ្យដាច់នៅក្នុង Microsoft Excel និងគន្លឹះបន្តិចបន្តួចទៀតនៅក្នុង Microsoft Excel ពុកម៉ែបងប្អូនជាទូទៅគឺចុច print ទៅគឺវាដាច់ដោយពុកម៉ែបងប្អូនបានឃើញវាដាច់កណិតកណត់អញ្ចឹងបាទហើយធ្វើដូចដេចទើបយើង print ឲ្យវាចូលទៅក្នុងស្លឹកមួយទាំងអស់កុំឲ្យដាច់តារាងរបស់ពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលមានតារាងច្រើនបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាតែមុនទៅមើលបាទពុកម៉ែបងប្អូនដែលទើបតែមើលវីដេអូនេះបាទចុច Subscribe ម្នាក់មួយទៅដើម្បីទទួលបាននូវវីដេអូផ្សេងៗទៀតនៅពេលអនាគតគ្រាន់ជាប្រយោជន៍ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនក៏អាចមើលវីដេអូផ្សេងៗទៀតផងដែរបាទនៅក្នុង link ខាងក្រោមនេះគឺពុកម៉ែបងប្អូនអាចមើលបានដោយឥតគិតថ្លៃបាទគ្រាន់ផ្ដល់ជាចំណេះដឹងបាទដោយពុកម៉ែបងប្អូនគ្រាន់បើជាងមើលរឿងថៃដែលអត់ប្រយោជន៍ផងដែរបាទអញ្ចឹងយើងជួយទៅមើលក្នុង Microsoft Excel ទាំងអស់គ្នាបាទសួស្តីពុកម៉ែបងប្អូនអរគ្នាឥឡូវចូលមកដល់ក្នុង Microsoft Excel បាទធ្វើដូចដេចនៅក្នុងការ print กระดาษ Microsoft Excel របស់យើងហ្នឹងធ្វើម៉េចកុំឲ្យដាច់បាទអញ្ចឹងដើម្បីឲ្យ print កុំឲ្យវាដាច់ងាកវាលោតដល់ចុចៗនេះនេះឃើញបន្តចុចៗហ្នឹងអត់បាទបន្តចុចៗហ្នឹងគឺនៅពេលដែលពុកម៉ែបងប្អូន print គឺវា print តែត្រឹមហ្នឹងទេបាទអញ្ចឹងធ្វើដូចដេចដើម្បីឲ្យវា print ឲ្យចុចៗហ្នឹងមកផុតបាទអញ្ចឹងពុកម៉ែបងប្អូនចូលទៅកាន់កន្លែង layout បាទពុកម៉ែបងប្អូនចុច layout ហើយពុកម៉ែបងប្អូនអាចមើលដែលនេះកន្លែងនេះពុកម៉ែបងប្អូនអាចចុចមកពុកម៉ែបងប្អូនអាចតម្លាក់ margin តម្លើង margin អីតាមហ្នឹងមកតើអត់ពុកម៉ែបងប្អូនអ្នកគ្នាចុះបើសិនបើតម្លាក់ margin ហើយអត់អស់ទៀតពុកម៉ែបងប្អូនចូលទៅកាន់កន្លែងនេះមួយទៀតណាដើម្បីតម្លាក់ឲ្យអស់បាទអញ្ចឹងកន្លែងនេះគឺយើងកន្លែង repeat heading ទេអត់មានអីទេតែទី1គឺពុកម៉ែបងប្អូនមើលកន្លែងនេះគឺយើងតម្លាក់left and top and down អីចឹងទៅបាទbottom ហើយ top អីចឹងទៅតម្លាក់ដើម្បីឲ្យវាអស់ចឹងណាហើយមួយទៀតបាទគឺកន្លែងនេះគឺពុកម៉ែបងប្អូនចូលទៅកាន់ layout ដូចគ្នាពុកម៉ែបងប្អូនមើលកន្លែង scale to fit បាទ scale to fit អ្នកនាងមើលកន្លែងនេះកន្លែងពាក្យថា scale វា 100% ណាបាទអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូន print ទៅគឺវាដាច់នេះវាដាច់ចឹងវាដាច់មកខនាតបាត់បាទអញ្ចឹងដើម្បីឲ្យវាពេញពុកម៉ែបងប្អូនតម្លាក់ scale នឹងមកនេះឃើញអានេះវាកាន់លេខបាទពុកម៉ែបងប្អូនតម្លាក់ទៀតមកបាទតម្លាក់ឲ្យផុតกระดาษយើងមកគឺយើងនឹងឃើញថាវា print នឹងដាច់ហើយឥឡូវវាផុតទៅពុកម៉ែបងប្អូននេះអាចុចនេះពុកម៉ែបងប្អូនឃើញអត់អាចុចហ្នឹងវាដាច់វាផុតពីទិន្នន័យរបស់យើងហើយអញ្ចឹងពេលពុកម៉ែបងប្អូនធ្វើការចុច print គឺវាមកទាំងអស់ហើយតោះដល់ពុកម៉ែបងប្អូនអ្នកនេះទោះវានៅស្លឹកតក៏ដោយប៉ុន្តែកិច្ចការរបស់យើងគឺអស់តោះដល់ពុកម៉ែបងប្អូនគឺវាផុតទៅណាវាផុតឯកសាររបស់យើងអញ្ចឹងណាបាទអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការកិលតិចទៅបាទដើម្បីឲ្យវាស្មើកិច្ចការរបស់យើងនេះបាទចូលមកពុកម៉ែបងប្អូនចុចមកនេះឃើញទេបាទពុកម៉ែបងប្អូនកន្លែងហ្នឹងពុកម៉ែបងប្អូនអាចធ្វើការចុចកន្លែងនេះមួយទៀតហើយពុកម៉ែបងប្អូនចុចកន្លែង margin នេះពុកម៉ែបងប្អូនធីកកន្លែងនេះមួយមកដើម្បីឲ្យកិច្ចការกระดาษរបស់យើងតារាងរបស់យើងដែលយើងធ្វើហ្នឹងគឺវានៅកណ្ដាលស្លាកបាទឃើញទេពុកម៉ែបងប្អូននេះហើយវាអស់ទិន្នន័យបាទសំខាន់គឺអស់ទិន្នន័យណាពុកម៉ែបងប្អូននេះបាទជាទូទៅពុកម៉ែបងប្អូនគឺជួបបញ្ហានៅពេលដែលពុកម៉ែបងប្អូនចុច print ទៅគឺដាច់ដូចអ្វីដែលខ្ញុំបង្ហាញមិញហ្នឹងអញ្ចឹងណាបាទអញ្ចឹងដើម្បីដោះស្រាយអារឿងហ្នឹងគឺធ្វើបែបហ្នឹងហើយមានរបៀបផ្សេងទៀតបាទអញ្ចឹងទីហោថាមាន2ស្លឹកនេះស្លឹកមួយនេះហើយនឹងស្លឹកមួយនេះអញ្ចឹងស្លឹកមួយនេះខ្ញុំសេរីហើយស្លឹកមួយនេះយើងសេរីដូចគ្នាណាពុកម៉ែបងប្អូនគ្នាបាទយើងធ្វើការចុច print ទៅគឺវាដាច់ទៀតហើយបាទឃើញទេអញ្ចឹងនៅពេលពុកម៉ែបងប្អូនដាច់ពុកម៉ែបងប្អូនតម្លាក់ scale មកបាទតម្លាក់ scale ឲ្យវាគ្រប់មកណានេះបាទឲ្យវាឲ្យល្មមមកហើយចប់មកពុកម៉ែបងប្អូនឃើញទេបាននេះពេលពុកម៉ែបងប្អូនចុច print ទៅគឺវាចេញមួយស្លឹកទេចុះទីហោពុកម៉ែបងប្អូនមានសិទ្ធិច្រើនហើយពុកម៉ែបងប្អូនចង់ print ម្ដងទាំងអស់អញ្ចឹងអាករណីហ្នឹងពុកម៉ែបងប្អូនចុច select មកនេះពុកម៉ែបងប្អូនចុចទៅ sitte ទី1បាទខ្ញុំមាន sitte មួយទៀតកន្លែងនេះពុកម៉ែបងប្អូនឃើញនៅខាងក្រោមហ្នឹងអត់ពុកម៉ែបងប្អូនចុច control ចុច sitte មួយទៀតបាទហើយចាំមកពុកម៉ែបងប្អូនចុច print មកអញ្ចឹងវានឹងសរុបនៅក្នុង sitte របស់យើងមិញហ្នឹងបាទគឺ sitte ទី1បាទមាន2បាទហើយ sitte ទី2ក៏មាន2ហ្នឹងណាអាហ្នឹងរបៀប print នៅក្នុង sitte ផ្សេងៗគ្នាបាទពុកម៉ែបងប្អូនអាចធ្វើការ print ចឹងបានណាហើយពុកម៉ែបងប្អូនកំណត់ទំព័រមកទំព័រកន្លែងនេះគឺកំណត់រូបគ្នាមានន័យថានៅក្នុង sheet 1និង sheet 2គឺមាន2ទំព័រដូចគ្នាក្នុងការ print ណាពុកម៉ែបងប្អូនអរគ្នាអានេះគឺជារបៀបក្នុងការ print ច្រើន sheet បាទ
ពុកម៉ែបងប្អូនអាចចុចបែបហ្នឹងបានគឺ select shift មកបាទឬក៏ control ពុកម៉ែបងប្អូន select shift ចូលគ្នាអស់មកហើយពុកម៉ែបងប្អូនសេរីបាទសំខាន់ពុកម៉ែបងប្អូនសេរីទំព័រហ្នឹងបាទឲ្យ fit ឲ្យហើយអស់មានន័យថាឲ្យសមតារាងឲ្យហើយអស់មកហើយទៅមកពុកម៉ែបងប្អូនអាចចុច select shift ទី1ពុកម៉ែបងប្អូន select shift ទី2អញ្ចឹងទៅបាទប្រហែល shift បានដែរហើយពុកម៉ែបងប្អូនចុច print នោះវានឹងបូកសរុបនៅក្នុងshift ទាំងអស់តែម្ដងបាទពុកម៉ែបងប្អូនអត់នៅចាំបាច់print ម្ដងមួយ shift ទៀតទេបាទពុកម៉ែបងប្អូនអត់ចាំបាច់ចុចមួយ shift print ទៀតទេបងប្អូនអាចចុច select ប៉ុណ្ណឹងហើយចុច control បាទឬចុច shift ពុកម៉ែបងប្អូនចុច select ទាំងអស់មកនេះឃើញទេបងប្អូនអាចធ្វើការ print ម្ដងគ្រប់ shift ទាំងអស់តែម្ដងតែសំខាន់ពុកម៉ែបងប្អូនត្រូវតែសេរីបាទ shift របស់ពុកម៉ែបងប្អូនបាទឲ្យបានរួចរាល់ឲ្យបានស្អាតទៅហើយក្នុងម៉ាស៊ីនទៅហើយទៅហើយបន្ទាប់មកពុកម៉ែបងប្អូនអាចធ្វើការ print តែម្ដងហើយចំពោះការ print ដាច់គឺពុកម៉ែបងប្អូនមកមើលកន្លែង layout ហ្នឹងបាទពុកម៉ែបងប្អូនអាចធ្វើការតម្លាក់top down ហើយអស់ហើយបន្ទាប់មកពុកម៉ែបងប្អូនមើលកន្លែង scale to fit ហ្នឹងទៅហើយពុកម៉ែបងប្អូនធ្វើតាមខ្ញុំហ្នឹងទៅបាទនេះគឺជាគន្លឹះក្នុងការ print នៅក្នុង Microsoft Excel ដែលជាទូទៅមានបញ្ហាដាច់នឹងឯងហើយកន្លឹះមួយទៀតនោះគឺពុកម៉ែបងប្អូនអាចធ្វើការ print ច្រើន sheet បានដោយពុកម៉ែបងប្អូន select sheet ចូលគ្នាដោយតែខ្ញុំបង្ហាញមិញនេះបាទអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ដល់អ្នកនរគ្នាហើយសង្ឃឹមថានឹងជួបពុកម៉ែបងប្អូននៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលាបាទកុំភ្លេចជួយចុច subscribe អ្នកមួយផងបាទបាយ